សូមចម្រើនពរញោមតាន់កំព្រំនិងស្វាមីព្រមទាំងបុត្រញោមមហាបាសិកាសុហាជព្រមទាំងបុត្រធីតានៅសារ៉ាមេរិកនេះគឺលោកមេឃុំនៅក្នុងឃុំនេះឯងបានបងក្នុងឃុំអីញោមឃុំកលែងស្រុកលំផាត់ខេត្តរតនគិរីខេត្តរតនគិរីឥឡូវលោកមេឃុំគាត់មានពាក្យអរគុណជូនញាតិញោមហើយនឹងអញ្ជើញញាតិញោមថ្ងៃក្រោយជួយថែមទៀតបើសូមជម្រាបលោកមេឃុំបាទជាបឋមខ្ញុំបាទឈ្មោះម៉ៅកបជាមេឃុំកលែងស្រុកលំផាត់ខេត្តរតនគិរីក្នុងនាមខ្ញុំតំណាងឲ្យបរដ្ឋនៅក្នុងឃុំកលែងខ្ញុំពិតជាសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលចំពោះសប្បុរសជនដែលមានទិដ្ឋាជ្រះថ្លាដែលបានជួយនៅក្នុងឃុំកលែងដែលសម្រាលទុក្ខលំបាកខ្ញុំក៏ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលសប្បុរសជនដែលមានទិដ្ឋាជ្រះថ្លាដែលមានកំណត់មួយជួយក្នុងឃុំកលែងខ្ញុំឲ្យពលរដ្ឋដោះទាល់ព្រោះអីនៅក្នុងឃុំកលែងខ្ញុំនេះមានពលរដ្ឋមួយចំនួនដែលខ្វះខាតដែលមានការចូលរួមជួយឧបត្ថម្ភខ្ញុំពិតជាសប្បាយចិត្តហើយអត់មានអីទេខ្ញុំមានតែគោរពដឹងគុណដល់បងជាសប្បុរសជនលោកពូអ្នកមីងដែលបានជួយរួមចូលឧបត្ថម្ភនៅក្នុងឃុំកលែងខ្ញុំនេះខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងហើយខ្ញុំក៏ជាជាតិដើមភាគតិចទំពួនខ្ញុំអត់មានខ្ញុំរស់នៅក្នុងប្រទេសខ្មែរខ្ញុំក៏ជាជាតិខ្មែរដែរក៏យើងសប្បាយចិត្តដែលមានបងពូដែលបានជួយក្នុងចូលរួមក្នុងកម្មវិធីថ្ងៃហ្នឹងដែលអំណោយនេះមានអង្គឡើង100B ក្នុង1B 20 គីឡូខ្ញុំពិតជាអរគុណណាស់ហើយខ្ញុំក៏សូមស្រំពោឲ្យមានជួយជាលើកបន្តទៀតហើយជាពិសេសនៅក្នុងឃុំខ្ញុំនេះជាតំបន់ដាច់ស្រយាលខ្លះខ្វះដងទឹកអញ្ចឹងខ្ញុំនឹងសុំដងទឹកពីលោកពូអ្នកមីងទៀតអញ្ចឹងខ្ញុំស្នើសុំដងមួយមែនដងទឹកដងស្នប់ធ្វើដងមួយមែនដងស្នប់ហ្នឹងឯងធ្វើមួយមែនដងចង់ស្នើសុំនឹងអត់ទេនិយាយពីតម្លៃដងនៅហ្នឹងបើសិនយើងធ្វើបើសិនជាធ្វើតម្លៃក្នុងបានដងចូល700ទៅ800មួយដងដងស្នប់ទាំងអស់ណាកណានឹងបានខ្ញុំសូមឲ្យក៏ជាចុងបញ្ចប់ខ្ញុំសូមគ្រប់ថ្លែងអរគុណដល់លោកពូអ្នកមីងដែលបានចូលរួមกันដែលបានឧបត្ថម្ភជាអំណោយថ្ងៃនេះឲ្យមានសេចក្តីសុខដែលចម្រើននិងមានសុខភាពឲ្យបានអាយុដល់100ឆ្នាំជាងនិងព្រមទាំងបុត្រាបុត្រីនិងចៅប្រុសចៅស្រីដែលមានសទ្ធាជ្រះថ្លាដែលឧបត្ថម្ភនេះឲ្យមានសុខភាពល្អហើយទទួលទានមានបាននិងមានសុភមង្គលក្នុងគ្រួសារជារៀងតារាសូមអរគុណចា៎ដឹកដាក់ការីហ្នឹងនៅហ្នឹងមានប្រមាណជនជាតិចូល7ជនជាតិ7ជនជាតិណាណា7ជនជាតិហ្នឹងអរគុណច្រើនលោកមេឃុំហើយជូនពរឲ្យជោគជ័យលើកិច្ចការងារហើយនឹងស្រឡាញ់រាប់អានញាតិញោមពលរដ្ឋយើងអរគ្នាអរគុណណាស់ការយកចិត្តទុកដាក់បងអរគុណច្រើនមែនទែនបាទបាទសូមនេះ